សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់វិញ្ញាសាត្រៀមប្រឡងបាក់ឌុបមុខវិជ្ជាផែនដីវិទ្យាយើងចូលមកដល់ភាព7បន្តវិញ្ញាសាទី7នេះយើងមានសំណួរ4ដូចគ្នាអូខេសំណួរទី1តើកំណកនិងរលាយមានឥទ្ធិពលយ៉ាងដូចម្តេចទៅលើដំណើរពុកផុយមេកានិកទី2តើដីមានប្រមាណស្រទាប់អ្វីខ្លះតើស្រទាប់ដីនីមួយៗមានលក្ខណៈខុសគ្នាដោយសារកត្តាអ្វីខ្លះសំណួរទី3កតើរយៈពេលថ្ងៃនិងយប់ស្មើគ្នានិងរយៈពេលថ្ងៃនិងយប់មិនស្មើគ្នាហៅថាបាតុភូតអ្វីសំណួរខតើបាតុភូតទាំងនេះកើតឡើងនៅពេលណាខ្លះសំណួរទី4កតើប្រភពថាមពលចម្បងសម្រាប់ការប្រើប្រាស់របស់មនុស្សបច្ចុប្បន្នមានអ្វីខ្លះខតើយើងត្រូវធ្វើខតើយើងត្រូវប្រើប្រាស់ប្រភពថាមពលដូចម្តេចដើម្បីអភិរក្សនិងបញ្ជៀសផលប៉ះពាល់ទៅលើបរិស្ថាននិងសុខភាពមនុស្សអូខេចំ4សំណួរនេះសុទ្ធសឹងតែជាសំណួរដែលធ្លាប់ប្រឡងចេញបាក់ឌុបឆ្នាំចាស់ចាស់អញ្ចឹងប្រហែលជាបងប្អូនមួយចំនួនអាចធ្វើវាបានហើយបងប្អូនមួយចំនួនដែលមិនអាចធ្វើបានអាចស្ដាប់ការបញ្យល់របស់លោកគ្រូបន្ថែមអូខេឥឡូវយើងចូលដល់អត្រាកំណែនៃសំណួរទី1ចំណុចទី1កំណកនិងរលាយមានឥទ្ធិពលទៅលើដំណើរការពុកផុយបែបមេកានិកដោយអូខេទី1ទឹកបានជ្រាបចូលស្នាមប្រេះនៃសិលាហើយកនៅពេលដែលប៉ះនឹងសីតុណ្ហភាពត្រជាក់ទឹកចាប់ផ្ដើមរីកមាឌប្រៀបបានដូចជាស្នៀតដែលធ្វើឲ្យសិលាញែកចេញពីគ្នាទី3នៅពេលដែលទឹកកករលាយទឹកនឹងជ្រាបចូលស្នាមប្រេះនេះម្ដងទៀតចឹងសិលាប្រេះបែកបន្តិចម្ដងរហូតដល់សិលាត្រូវបានបំបែកទៅជាបំណែកតូចអូខេដើម្បីកាន់តែលម្អិតឥឡូវយើងចូលមើលរូបភាពនេះទាំងអស់គ្នាចឹងយើងរូបភាពនេះបង្ហាញអំពីការបែកបាក់នៃសិលានៅចំណោតភ្នំចឹងរូបភាពទី1គ្រូកាត់សង្ខេបខ្លីតើតងរូបភាពកន្លែងនេះបង្ហាញអំពីដំណើរការនៃប្រេះបែកតើវាមានដំណើរការប្រេះបែកម៉េចចឹងដំណាក់កាលដំបូងទឹកបានជ្រាបចូលស្នាមប្រេះរបស់សិលាចឹងនៅពេលដែលវាជ្រាបចូលស្នាមប្រេះនេះវាចាប់ផ្ដើមដក់នៅក្នុងស្នាមប្រេះរបស់សិលារបស់យើងចឹងនៅពេលដែលវាចាប់ផ្ដើមដក់នៅចុងនេះនៅពេលដែលអាកាសធាតុត្រជាក់មកដល់ចឹងទឹកកន្លែងទាំងអស់នេះចាប់ផ្ដើមកកចឹងយើងដឹងហើយថាទឹកនៅពេលដែលវាកកគឺវាចាប់ផ្ដើមរីកមាឌជាឧទាហរណ៍បងប្អូនអាចយកដបទឹកមួយដបដាក់ក្នុងទូទឹកកកចឹងស្អែកឡើងយើងនឹងឃើញដបទឹកដែលនៅក្នុងដបនោះនឹងចាប់ផ្ដើមប៉ោងចឹងទឹកឲ្យតែវាទទួលបានសីតុណ្ហភាពត្រជាក់វានឹងចាប់ផ្ដើមរីកមាឌឬក៏ពេលដែលវាកកវានឹងរីកមាឌអូខេចឹងនៅពេលដែលវារីកមាឌនេះវាចាប់ផ្ដើមវាប្រៀបបានដូចជាស្នៀតមួយចឹងចាប់ផ្ដើមញែកសិលាហ្នឹងឲ្យចេញពីគ្នាចឹងវានឹងធ្វើឲ្យសិលាហ្នឹងចាប់ផ្ដើមបែកបាក់ពីគ្នាអូខេឥឡូវយើងចូលមកដល់សំណួរទី2ចំណុចទី2យើងមានសំណួរកអញ្ចឹងដីរបស់យើងគឺមាន4ស្រទាប់ដែលស្រទាប់នៅខាងលើបំផុតគេហៅថាស្រទាប់ O អូខេបន្ទាប់ពីស្រទាប់ O គឺស្រទាប់ A អូខេបន្ទាប់ពីស្រទាប់ A គឺស្រទាប់ B ហើយចុងក្រោយគឺស្រទាប់ C ចឹងស្រទាប់នីមួយៗទូទៅខុសគ្នាដោយសារកត្តា5យ៉ាងទី1សន្តានដីទី2សិលាមេទី3ពេលវេលាទី4អាកាសធាតុនិងទី5សកម្មភាពភេទវីរុសមានជីវិតអូខេដើម្បីចង់ចូលលម្អិតតទៅនឹងចំណុចមួយគ្រូសូមបញ្យល់ដោយបង្ហាញរូបភាពជាក់ស្ដែងឲ្យពួកយើងមើលអូខេឥឡូវគ្រូសូមបញ្យល់តទៅនឹងកត្តាដែលជាឥទ្ធិពលនៃស្រទាប់ដីនីមួយៗអញ្ចឹងកត្តាទី1និយាយពីកត្តានៃសាឡាមេអញ្ចឹងជាទូទៅសាឡាមេគឺសំដៅទៅលើសាឡាដែលវាទទួលរងការពុកផុយបែបមេកានិកនិងបែបគីមីអញ្ចឹងបើសិនជាតំបន់នោះសម្បូរដោយប្រភេទសាឡាមេជាអ្វីនោះដីដែលវាកកើតនេះវាក៏កើតពីសាឡាមេនោះដែរឧទាហរណ៍បើសិនជាតំបន់នោះគឺជាប្រភេទដីដែលកើតមកពីសាលាភ្នំភ្លើងឬក៏សាលាជាតិដែលយើងហៅថាសាលាម៉ាក់ម៉ានោះវាតំបន់នោះគឺនឹងសម្បូរដីដែលមានលក្ខណៈដីក្រហម
ហើយបើសិនជាតំបន់នោះគឺវាសម្បូរទៅដោយសាលាកំទីកំណឬក៏សាលាកំទីកំណជុះនោះដីនៅតំបន់នោះនឹងសម្បូរលក្ខណៈជាខ្សាច់អីជាដើមអូខេឥឡូវយើងចូលដល់សន្តានដីអញ្ចឹងបើនិយាយពីសន្តានដីគឺវាអាស្រ័យទៅលើរូបរាងនៃដីអញ្ចឹងបើសិនជាដីនៅតំបន់ភ្នំគឺវាសម្បូរទៅដោយគ្រោះដីនៅតំបន់ទំនាបដែលនៅក្បែរទន្លេគឺវាសម្បូរទៅដោយដីល្បាប់រីឯតំបន់ដីដែលនៅតំបន់ឆ្នេរគឺវាសម្បូរដីខ្សាច់ជាដើមអញ្ចឹងកត្តាសន្តានដីក៏វាជាឥទ្ធិពលទៅលើប្រភេទដីដែរដោយសារតែការទទួលរងសំណឹកឬក៏ការកកើតនៅដីអូខេយើងចូលដល់ចំណុចទី3គឺនិយាយពីអាកាសធាតុចឹងនិយាយពីអាកាសធាតុសំដៅទៅលើតំបន់ដែលទទួលលក្ខខណ្ឌអាកាសធាតុផ្សេងគ្នាជាឧទាហរណ៍នៅតំបន់ Equator ដែលទទួលនៅអាកាសធាតុដែលក្តៅខ្លាំងនេះវាធ្វើឲ្យតំបន់ហ្នឹងมันអាចមានរុក្ខជាតិរស់នៅច្រើនចឹងដីទទួលរងសំណឹកខ្លាំងតាមរយៈពន្លឺព្រះអាទិត្យក៏ដូចជាខ្យល់ធ្វើឲ្យដីគឺសម្បូរទៅដីខ្សាច់ឬក៏សម្បូរទៅដោយដីវាលំហរីឯដីនៅតំបន់ត្រូពិកវិញគឺវាសម្បូរលក្ខណៈសំណើមច្រើនរីឯដីនៅតំបន់ប៉ោវិញគឺគ្រប់ដណ្ដប់ទៅដោយទឹកកកអញ្ចឹងការរងសំណឹកនៃទឹកកកគឺមានភាពតិចតួចអញ្ចឹងលក្ខណៈដីគឺនៅតំបន់នីមួយៗលក្ខខណ្ឌអាកាសធាតុផ្សេងគ្នាធ្វើឲ្យដីមានលក្ខណៈខុសគ្នាផងដែរចូលដល់ចំណុចទី4និយាយអំពីសកម្មភាពភេវរស់អញ្ចឹងសំដៅទៅលើរុក្ខជាតិឬក៏សត្វដែលរស់នៅតំបន់ណាមួយបើសិនជាកន្លែងហ្នឹងគឺវាសម្បូរទៅដោយភេវរស់រស់នៅចឹងដីនៅប្រភេទនោះក៏សម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរប៉ុន្តែបើសិនជាដីដែលមិនមានសត្វឬក៏រុក្ខជាតិរស់នៅច្រើនទេចឹងដីនោះក៏វាខ្វះជីវជាតិដែរដោយគ្រូបានបញ្ជាក់មិញចឹងដីនៅតំបន់វាលំហគឺយើងសម្បូរតែដីខ្សាច់អីជាដើមចឹងដោយសារតែវាលក្ខខណ្ឌវាអត់មានរុក្ខជាតិរស់នៅកន្លែងហ្នឹងចឹងសារធាតុចិញ្ចឹមការលូតលាស់របស់រុក្ខជាតិនៅហ្នឹងគឺមិនសូវមានទេចឹងបើយើងពេលដែលយើងមើលឯកសារសត្វអីជាដើមនៅតំបន់វាលំហគឺមានស្មៅតិចតួចតែប៉ុណ្ណោះដែលដោះលូតលាស់មិនសូវជាមានរុក្ខជាតិច្រើនទេក្នុងការលូតលាស់ឥឡូវយើងចូលដល់ពេលវេលាអញ្ចឹងតកតងនឹងពេលវេលាឡើយនេះគឺសំដៅទៅលើការវិវត្តនៃការប្រែប្រួលផែនដីរបស់យើងតាមរយៈចលនាផ្លាកតិកនិកធ្វើឲ្យមានបាតុភូតពំនើងផ្នត់ក៏ដូចជាបំណាក់ស្រុតធ្វើឲ្យដីរបស់យើងមានការប្រែប្រួលទៅតាមសម័យកាលនីមួយៗអញ្ចឹងសរុបមកវិញកត្តាដែលជាឥទ្ធិពលទៅលើស្រទាប់ដីគឺមាន5ចំណុចគឺសាលាមេសន្តានដីអាកាសធាតុសកម្មភាពភេវរស់ហើយនិងពេលវេលាឥឡូវយើងចូលដល់ពីលក្ខណៈនៃស្រទាប់នីមួយៗតើវាខុសគ្នាយ៉ាងម៉េចអញ្ចឹងស្រទាប់អូជាទូទៅដូចគ្រូបានបញ្ជាក់អញ្ចឹងស្រទាប់អូវាស្ថិតនៅពីលើគេបង្អស់អញ្ចឹងស្រទាប់អូគឺវាសម្បូរទៅដោយសំណល់សារធាតុសរីរាង្គដែលវាងាប់អូខេយើងជាទូទៅនៅពេលដែលយើងមើលដីនៅផ្នែកខាងលើជាទូទៅយើងតែងតែឃើញកំទីមែកឈើឬក៏សាកសពសត្វមួយចំនួនដែលវាងាប់នៅលើហ្នឹងគឺស្រទាប់ផ្នែកហ្នឹងហើយគេហៅថាស្រទាប់អូបន្ទាប់ពីស្រទាប់អូគឺស្រទាប់អាអញ្ចឹងនៅពេលដែលសារធាតុសរីរាង្គវាចាប់ដើមងាប់ហើយវារលួយអញ្ចឹងវានឹងក្លាយទៅជាប្រភេទដីដែលមានពណ៌ខ្មៅអញ្ចឹងដីដែលមានប្រភេទពណ៌ខ្មៅនេះគេហៅវាថាស្រទាប់អាអូខេបន្ទាប់ពីស្រទាប់ A គឺស្រទាប់ B ចឹងស្រទាប់ B គឺវាសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនជាងគេដោយសារតែវាទទួលបានពីស្រទាប់ A នៅពេលដែលវាមានភ្លៀងធ្លាក់ចឹងស្រទាប់ A ដែលវាសម្បូរសារធាតុសរីរាង្គដែលរលួយនេះវានឹងជ្រាបចូលមកដល់ស្រទាប់ B ដែលធ្វើឲ្យស្រទាប់ B នេះសម្បូរទៅដោយសារធាតុចិញ្ចឹមចុងក្រោយគឺស្រទាប់ C ជាទូទៅស្រទាប់ C គឺជាស្រទាប់មួយដែលស្ថិតនៅជ្រៅដែលរុក្ខជាតិមិនអាចចាក់ទៅដល់ទេហើយពេលខ្លះស្រទាប់ C គេចាត់ទុកវាថាជាតំបន់ឆ្អែតទឹកអូខេដូចរូបភាពដែលគ្រូបានបញ្ជាក់នេះអញ្ចឹងស្រទាប់ O គឺវាស្ថិតនៅលើគេបំផុតដែលជាកន្លែងដែលសម្បូរដោយកាកសំណល់សរីរាង្គដែលវាងាប់ដល់ពេលដែលវាងាប់ហើយវាចាប់ផ្ដើមរលួយវានឹងក្លាយទៅជាស្រទាប់ A ហើយនៅពេលដែលសារធាតុដែលរលួយនេះវាចាប់ផ្ដើមជ្រាបចូលនៅផ្នែកខាងក្រោមវាបង្កឲ្យមានស្រទាប់ B ហើយស្រទាប់ C គឺវាជ្រៅជាតំបន់ដែលសម្បូរទៅដោយសិលារោងការបំបែកនៃសាលាមេហើយកន្លែងខ្លះវាអាចជាតំបន់ដែលសម្បូរទៅដោយតំបន់ឆ្អែតទឹកដែលសម្បូរនីវ៉ូទឹកវាអាចធ្វើចលនានៅផ្នែកខាងក្រោមនៃផែនដីយើងបាននៅក្រោមដីយើងបានអូខេអញ្ចឹងសរុបមកវិញស្រទាប់ដីរបស់យើងគឺមាន4ស្រទាប់ស្រទាប់ O ស្រទាប់ A ស្រទាប់ B ហើយនិងស្រទាប់ C ឥឡូវយើងចូលមកដល់អត្រាកំណែនៃសំណួរទី3ដែលគេសួរថាតើរយៈពេលថ្ងៃនិងពេលយប់
ស្មើគ្នានឹងរយៈពេលថ្ងៃនិងយប់មិនស្មើគ្នាគេហៅអ្វីអូខេចឹងតើតើនឹងបាតុភូតថ្ងៃនិងយប់ស្មើគ្នាគេហៅថាបាតុភូតសមរាត្រីអូខេសំទោសបាត់ស្អីឡើយនេះហើយយប់និងថ្ងៃមានរយៈពេលមិនស្មើគ្នាគេហៅថាបាតុភូត solstice ចឹងបើយើងនិយាយអំពីបាតុភូតទាំងពីរនេះជាទូទៅកើតឡើងខុសគ្នាចំពោះសមរាត្រីគឺកើតឡើងនៅថ្ងៃទី21 22មិនិនាដែលយើងហៅថាសមរាត្រីនីតិខៈរដូវនិង22 23កញ្ញាដែលយើងហៅវាថាសមរាត្រីសារតៈរដូវអញ្ចឹងពេលវេលាពីរនេះគឺកំណត់នៅរយៈពេលថ្ងៃនិងយប់ស្មើគ្នាចំពោះថ្ងៃដទៃទៀតគឺជារយៈពេលដែលថ្ងៃនិងយប់មិនស្មើគ្នាក្រៅពីថ្ងៃ21 22មិនិនាហើយនិង22 23កញ្ញាពេលវេលាទាំងឡាយគឺជាពេលវេលាដែលបញ្ជាក់ថាថ្ងៃនិងយប់មិនស្មើគ្នាគ្រាន់តែថាថ្ងៃដែលវែងជាងយប់ហើយនិងយប់វែងជាងថ្ងៃគឺវាមានការកំណត់ជាឧទាហរណ៍រយៈពេលដែលថ្ងៃវែងជាងយប់បំផុតគឺនៅថ្ងៃទី21 22មិថុនាដែលគេហៅថា solstice វស្សានរដូវរីឯយប់វែងជាងថ្ងៃបំផុតគឺថ្ងៃទី21 22ធ្នូដែលគេហៅថា solstice សិសិរដូវអូខេចឹងលោកគ្រូសូមបង្ហាញរូបភាពទាំងអស់នេះចឹងដោយសារតែការធ្វើចលនារង្វិលជុំរបស់ភពផែនដីរបស់យើងទើបធ្វើឲ្យបង្កើតឲ្យមានរដូវផ្សេងគ្នាហើយក៏ពេលវេលានេះដែរក៏បង្កើតឲ្យរយៈពេលថ្ងៃនិងយប់មិនស្មើគ្នាដែរតាមរយៈការធ្វើចលនារង្វិលជុំផែនដីជុំវិញព្រះអាទិត្យដោយសារតែគន្លងដែលផែនដីធ្វើជុំវិញព្រះអាទិត្យជាគន្លងរាង ellipsoid ហើយចម្ងាយនៃការធ្វើរង្វិលជុំនេះគឺមិនស្មើគ្នាទេអូខេដែលជិតបំផុតគឺ147លានគីឡូម៉ែត្រអូខេហើយដែលឆ្ងាយបំផុតគឺ152លានគីឡូម៉ែត្រអញ្ចឹងកត្តាប្រែប្រួលនៃចម្ងាយនេះឯងដែលធ្វើឲ្យការទទួលពន្លឺឬក៏ការកន្លងព្រះអាទិត្យដែលឆ្លងកាត់ទីកន្លែងដែលយើងរស់នៅនេះគឺមិនស្មើគ្នាអូខេឥឡូវយើងចូលមកដល់សំណួរទី4សំណួរទី4គេសួរថាតើប្រភពថាមពលចម្បងដែលមនុស្សយើងប្រើប្រាស់រាល់ថ្ងៃគឺមានអ្វីខ្លះអញ្ចឹងកន្លែងនេះគឺសំដៅទៅលើថាមពលដែលគេផ្ដល់ឲ្យដើម្បីបង្កើតនៅអគ្គិសនីដែលយើងអាចប្រើប្រាស់នៅក្នុងគេហដ្ឋានរាល់ថ្ងៃអញ្ចឹងថាមពលដែលយើងតែងតែប្រើវានេះគឺទី1គឺថាមពលឥន្ធនៈ fossil ឬក៏យើងហៅថា fossil ឥន្ធនៈអញ្ចឹងថាមពលមួយនេះគឺគេផ្ដោតទៅលើធ្យូងថ្មឧស្ម័នធម្មជាតិហើយនិងប្រេងឆៅជាដើមអញ្ចឹងដែលយើងប្រើប្រាស់ក្នុងជីវភាពរាល់ថ្ងៃអូខេតកតទៅនឹងឥន្ធនៈ fossil នេះលោកគ្រូបានបញ្ជាក់នៅក្នុងវិញ្ញាសាមុនហើយអញ្ចឹងដើម្បីកាន់តែស៊ីជម្រៅយើងអាចមើលវីដេអូមុននឹងឃើញគ្រូបញ្យល់តកតងនឹងចំណុចឥន្ធនៈ fossil ហើយថាមពលទី2គឺថាមពលព្រះអាទិត្យអញ្ចឹងថាមពលព្រះអាទិត្យបច្ចុប្បន្នក៏មានកម្លាំងនៃការប្រើប្រាស់ច្រើនដែរនៅតាមតំបន់មួយចំនួនហើយទី3គឺថាមពលខ្យល់តកតនឹងថាមពលខ្យល់នេះដែរគឺតំបន់ខ្លះប្រើបានតំបន់ខ្លះមិនប្រើបានដោយសារតែអាស្រ័យទៅលើកម្លាំងខ្យល់បក់នៃតំបន់នោះដែលអាចផ្ដល់នៅឬក៏អាចបង្កើតនៅថាមពលអគ្គិសនីបានចំណុចទី4គឺនិយាយអំពីថាមពលនុយក្លេអ៊ែរអញ្ចឹងថាមពលនុយក្លេអ៊ែរជាទូទៅមាននៅប្រទេសអភិវឌ្ឍតែប៉ុណ្ណោះថាមពលទី5គឺថាមពលជីវៈឧស្ម័នអញ្ចឹងថាមពលជីវៈឧស្ម័ននេះគឺការទាញយកថាមពលមួយចំនួនចេញពីព្រៃរុក្ខជាតិក៏ដូចជាចេញមកពីរុក្ខជាតិដែលវារលួយគេអាចទាញយកមកថាផលិតជាថាមពលបានជាឧទាហរណ៍ឡជីវៈឧស្ម័នក៏យើងអាចប្រើបានដែរដើម្បីច្នៃវាទៅជាថាមពលបានហើយចំណុចទី6គឺនិយាយពីធម្មពលវារីអគ្គិសនីអញ្ចឹងធម្មពលវារីអគ្គិសនីឡើយនេះគឺជាប្រភេទធម្មពលទឹកដែលយើងទាញយកកម្លាំងទឹកហូរបង្កើតបានទៅជាចរន្តអគ្គិសនីដែលយើងប្រើប្រាស់ក្នុងជីវភាពរាល់ថ្ងៃអូខេចំណុចបន្តនិយាយពីធម្មពលរលកទឹកអញ្ចឹងតកតងធម្មពលរលកទឹកនេះគឺទូទៅគេប្រើប្រាស់វាតែនៅតំបន់ណាដែលមានរលកធំដែលបង្កើតឲ្យមានចរន្តបាន
បនដែលមានរលកតិចយើងមិនអាចបង្កើតបានទេដោយសារតែកម្លាំងនៃការផ្ដល់ឲ្យចនិតាវិវលនេះគឺតិចតួចហើយតំបន់ខ្លះទៀតរហូតដល់គេបង្កើតធម្មពលទឹកចូលទឹកនេះក៏គេអាចបង្កើតបានជាធម្មពលផងដែរអូខេចំណុចចុងក្រោយគឺយើងអំពីធម្មពលជីវម៉ាស់គឺសំដៅទៅលើការដុតអុសខ្ជូងត្រឡោកដូងសកៃដូងកាកអំពៅអង្ការមេជាដើមអញ្ចឹងសរុបមកវិញធម្មពលចម្បងដែលយើងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃគឺរួមមានធម្មពលផូស៊ីឥន្ធនៈឬក៏ឥន្ធនៈផូស៊ីលធម្មពលព្រះអាទិត្យធម្មពលខ្យល់ធម្មពលនុយក្លេអ៊ែរធម្មពលជីវឧស្ម័នធម្មពលវិរិយអគ្គិសនីធម្មពលរលកទឹកនិងធម្មពលជីវម៉ាស់ក្រៅពីធម្មពលទាំងអស់នេះក៏មានធម្មពលផ្សេងទៀតដែរដែលគេប្រើជាឧទាហរណ៍ធម្មពលកម្ដៅផែនដីក៏គេប្រើវាបានដែរអូខេចំណុចខចឹងដើម្បីអភិរក្សនិងបញ្ជាផលប៉ះពាល់ទៅលើបរិស្ថានក៏ដូចជាសុខភាពមនុស្សតើយើងត្រូវប្រើប្រាស់ប្រភពធម្មពលខាងក្រោមហ្នឹងយ៉ាងម៉េចអញ្ចឹងចំណុចទី1គឺយើងនិយាយអំពីការប្រើប្រាស់ដោយសន្សំសំចៃអញ្ចឹងការប្រើប្រាស់សន្សំសំចៃនេះគឺមានសារៈសំខាន់មែនទែនក្នុងការប្រើប្រាស់ប្រភពធម្មពលទាំងអស់នេះអញ្ចឹងបើសិនជាយើងធ្វើការប្រើប្រាស់ខ្ជះខ្ជាយអញ្ចឹងធម្មពលត្រូវបានចាយទៅលើការប្រើប្រាស់ជីវភាពប្រចាំថ្ងៃច្រើនគឺទំហំនៃផលប៉ះពាល់ទៅលើបរិស្ថានក៏ច្រើនដូចគ្នាជាឧទាហរណ៍បើសិនជាយើងប្រើប្រាស់ឥន្ធនៈផូស៊ីលច្រើនអញ្ចឹងកម្រិតនៃការបញ្ចេញឧស្ម័នពុលចូលទៅក្នុងបរិយាកាសក៏ច្រើនដូចនេះបរិស្ថានហើយនិងមនុស្សក៏ទទួលផលប៉ះពាល់ពីការបំពុលនេះក៏ច្រើនផងដែរអញ្ចឹងជាឧទាហរណ៍ដើម្បីប្រើប្រាស់ដោយសន្សំសំចៃយើងអាចមានសកម្មភាពជាច្រើនដូចជាឧទាហរណ៍ការធ្វើដំណើរតាមរយៈការជិះកង់សម្រាប់នៅកន្លែងណាតំបន់ណាឬក៏ការធ្វើដំណើរណាដែលមានលក្ខណៈចិត្តដែលយើងអាចជិះកង់បានយើងជិះរហូតដល់បច្ចុប្បន្នគេវិវត្តពីការប្រើប្រាស់កង់គឺដូចជាគេប្រើស្គីដែលកាត់បន្ថយតម្លៃក៏ដូចជាបង្កើនល្បឿននៃការធ្វើចលនាវាងាយស្រួលជាងមុនក្រៅពីហ្នឹងដូចជាការរស់នៅប្រចាំថ្ងៃដូចជាបើសិនជាយើងនៅក្នុងផ្ទះតែណាតណីមុនយើងចេញទៅក្រៅយើងគួរតែបិទភ្លើងបិទកាហាត្រួតពិនិត្យកុំដោតឌុយចោលអញ្ចឹងការដោតឌុយចោលក៏វាស៊ីធម្មពលផងដែរអូខេឥឡូវគ្រូបង្ហាញរូបភាពមួយទៀតតាក់ទងនឹងការសន្សំសំចៃធម្មពលដែរអូខេរូបភាពមួយនេះគឺបង្ហាញអំពីការធ្វើចរាចរណ៍របស់មនុស្សនៅតាមដងផ្លូវអញ្ចឹងនៅក្នុងនេះគេបង្ហាញអំពីមនុស្ស70នាក់ក៏ប្រើប្រាស់យានជំនិះ70គ្រឿងដែរប៉ុន្តែបើសិនជាក៏ប្រើប្រាស់រថយន្តក្រុងតែ2គ្រឿងឯងប៉ុន្តែក៏អាចដឹកមនុស្សបានរហូតដល់140នាក់អញ្ចឹងការជិះឡានក្រុងរួមគ្នាគឺផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនក្នុងការកាត់បន្ថយក៏ដូចជាការសន្សំសំចៃការប្រើប្រាស់ថាមពលអូខេឥឡូវយើងចូលដល់ចំណុចទី2និយាយអំពីការប្រើប្រាស់ថាមពលកាត់ឡើងវិញអញ្ចឹងនៅពេលដែលយើងនិយាយពីការប្រើប្រាស់ថាមពលកាត់ឡើងវិញគឺយើងសំដៅទៅលើថាមពលមួយចំនួនដែលយើងអាចទាញវាប្រើជាប្រចាំថ្ងៃហើយវាមិនបង្កមានផលប៉ះពាល់ទៅដល់បរិស្ថានជាឧទាហរណ៍ថាមពលពលឺព្រះអាទិត្យថាមពលខ្យល់ថាមពលជីវម៉ាស់ថាមពលវិរិយអគ្គិសនីជាដើមអញ្ចឹងថាមពលទាំងអស់នេះគឺគេចាត់ទុកថាជាថាមពលកើតឡើងវិញចំណុចទី3គឺការបង្កើតនិងការអនុវត្តច្បាប់ដើម្បីសន្សំសំចៃថាមពលគឺយើងមានការបង្កើតច្បាប់ដើម្បីទប់ស្កាត់ការប្រើប្រាស់ក៏ដូចការបញ្ចេញនូវសារធាតុបំពុលខ្យល់ចូលក្នុងបរិយាកាសច្រើនឥឡូវគ្រូឧទាហរណ៍ចំណុចទី1និយាយអំពីរថយន្តអញ្ចឹងបច្ចុប្បន្នការបង្កើនពន្ធទៅលើរថយន្តសម្រាប់រថយន្តចាស់ៗគឺគេមានការអនុវត្តខ្លាំងដោយសារតែទី1គេចង់លុបបំបាត់ការនាំចូលរថយន្តចាស់ៗដែលវាប្រើប្រាស់ប្រេងឥន្ធនៈច្រើនឧទាហរណ៍ឡានចាស់ៗបើសិនជាយើងធ្វើដំណើរត្រឹម100គីឡូអញ្ចឹងវាអាចស៊ីសាំងឬក៏ម៉ាស៊ូតចាប់ពី10ទៅ12លីត្រ
ឬក៏5 ដេកសម្រាប់រថយន្តមួយចំនួនប៉ុន្តែបើសិនជារថយន្តនឹងថ្មីហេអញ្ចឹងតម្លៃការស៊ីសាំងរបស់វាគឺតិចមែនតើប៉ុន្តែបើសិនជាតម្លៃរថយន្តថ្មីវិញគឺវាស៊ីសាំងតិចមែនតើ100គីឡូអីអស់ត្រឹមតែ 4-5 លីត្រតែប៉ុណ្ណោះអូខេឧទាហរណ៍ទី2ការប្រើប្រាស់អគ្គិសនីតាមគេហដ្ឋានអញ្ចឹងសម្រាប់ប្រជាជនដែលប្រើប្រាស់អគ្គិសនីច្រើនចិនតម្លៃរបស់វាគឺកាន់តែខ្ពស់តែបើសិនជាការប្រើប្រាស់អគ្គិសនីរបស់គាត់កាន់តែតិចចិនតម្លៃនៃការបង់ទៅលើសេវាកម្មការប្រើប្រាស់អគ្គិសនីក៏មានតម្លៃទាបដែរអូខេតើបងប្អូនធ្លាប់បានចាប់អារម្មណ៍ទៅលើกระดาษបង់ទឹកกระดาษបង់ភ្លើងដែរទេបើសិនជាយើងបានចាប់អារម្មណ៍យើងអាចមើលกระดาษហ្នឹងតើតើតម្លៃនៃការប្រើប្រាស់អគ្គិសនីនៅប្រទេសកម្ពុជាអូខេចំណុចបន្តនិយាយអំពីការប្រើប្រាស់មិនត្រូវប្រើប្រាស់យានយន្តចាស់ៗដោយគ្រូបានលើកឡើងអញ្ចឹងការប្រើប្រាស់យានយន្តចាស់ៗគឺវាបង្កឲ្យមានការស៊ីសាំងច្រើនអញ្ចឹងសរុបមកវិញតេតូនទៅនឹងការកាត់បន្ថយការប្រើប្រាស់ថាមពលនឹងឲ្យបានត្រឹមត្រូវគឺយើងមាន4ចំណុចអូខេអញ្ចឹងតេតូននឹងវិញ្ញាសាទី7លោកគ្រូមានតែប៉ុណ្ណឹងហើយបើសិនជាមានចម្ងល់អាចសួរនៅក្រោមវីដេអូអូខេហើយបើពេញចិត្តវីដេអូនេះសូមជួយ Subscribe ទាំងអស់គ្នាផងដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទៅនឹងវិញ្ញាសាសម្រាប់ប្រឡងឆ្នាំ2023អូខេសូមអរគុណ